ពួកយើងទីបំផុតត្រូវនៅជាមួយនឹងខ្លួនឯងរហូតបុគ្គលដែលយើងស្រឡាញ់ប៉ុណ្ណាក៏ដោយឬក៏អ្នកដទៃដែលស្រឡាញ់យើងប៉ុណ្ណាក៏ដោយចឹងប៉ុន្តែទីបំផុតគឺយើងត្រូវព្រាត់ប្រាសទាំងអស់ក៏ណាត្រូវព្រាត់ប្រាសទាំងអស់គឺមានតែយើងរួមដំណើរជាមួយនឹងខ្លួនយើងដែលជាមនុស្សល្អនឹងទេអញ្ចឹងបានថាយើងត្រូវតែចេះស្រឡាញ់ខ្លួនឯងនឹងឲ្យណាស់នឹងឯងចឹងបានថាកុំចេះតែ I love you នោះហើយកុំចេះតែ you love me ស្រឡាញ់ខ្ញុំអត់អានឹងដូចអ្នកសុំទានអញ្ចឹងណា you love me ស្រឡាញ់ខ្ញុំទេតែអញ្ចឹងប៉ុន្តែសំខាន់នៅក្នុងពុទ្ធសាសនាគឺអីណាយើងស្រឡាញ់ខ្លួនយើងក៏ណាហ្នឹងឯង I love me ក៏ណាហ្នឹងឯងឲ្យញាតិញោមបងប្អូនកូនចៅទាំងអស់ចេះបានអាចំណុចកដាលហ្នឹងណាចំណុចកដាលទៅតាមពធទៀតពនាងម៉ាលីកាសំបីតែជាមួយនឹងព្រះរាជាផងគឺអត់លំអៀងទៅរករឿងអែបអបទៅរកខុសការពិតទេគឺថាខ្ញុំម្ចាស់ស្រឡាញ់ខ្លួនឯងជាងគេអាហ្នឹងគឺប្រកាសការពិតអញ្ចឹងដើម្បីឲ្យយើងស្គាល់ពីតម្លៃនៃជីវិតរបស់យើងឲ្យបានពិតប្រាកដបើយើងមិនទទួលយកកន្លែងហ្នឹងឲ្យប្រកបវិជ្ជាទេយើងក៏អត់បានដឹងថាអ្វីមានតម្លៃសម្រាប់យើងបែរទៅជាកាន់យកនៅអ្វីដែលมันអាចជាទីពឹងបានព្រោះក្នុងដំណើរជីវិតដែលយើងព្រាត់ប្រាសអំពីគ្នាទៅនេះវាមិនមែនជារឿងដែលយើងចេះតែស្រឡាញ់អ្នកដទៃអញ្ចឹងទៅរួចទៅក៏យំសោកបោកខ្លួនសពគ្រប់ទាំងអស់ដោយការព្រាត់ប្រាសរួចទៅចង់ឲ្យតែគេស្រឡាញ់នឹងដល់អត់បានដូចចិត្តទៅក៏កើតទុកយំសោកបោកខ្លួនធ្វើអត្តឃាតអញ្ចឹងទៅដូច្នេះគឺយើងត្រូវយល់ពុទ្ធសាសនាគឺខ្ញុំស្រឡាញ់ខ្លួនខ្ញុំនឹងឯងក្នុងគោលការណ៍បរមត្តធម៌ដែលជាសេចក្តីពិតគឺស្រឡាញ់កុសលធម៌ដែលជាលោកយៈហើយនិងលោកកតរៈនេះនឹងឯងគឺទីបំផុតយើងត្រូវព្រាត់ប្រាសទាំងអស់ចំពោះបុគ្គលដែលយើងស្រឡាញ់នឹងប៉ុណ្ណាក៏ដោយនឹងឯងយើងចេះតែទៀមទាចង់ឲ្យអ្នកដទៃស្រឡាញ់យើងប៉ុន្តែទីបំផុតយើងត្រូវចោលគេវាអត់អាចនៅជាមួយគេដែរតើមើលគឺយើងមិនចង់ឲ្យអ្នកដទៃបែកពីយើងអញ្ចឹងយើងហ៊ានធានាទេថាយើងមិនបែកពីគេដូច្នេះគឺអត់មានធានាបានទេទីបំផុតគឺមានតែខ្លួនយើងទេដែលរស់នៅជាមួយនឹងខ្លួនឯងរហូតហើយបើយើងរស់នៅជាមួយខ្លួនយើងជាមនុស្សអាក្រក់ជាមនុស្សពេលជាមនុស្សបាបតើយើងត្រូវរងសោកនាដកម្មក្រៃលែងប៉ុណ្ណាដែលកម្មសកោមហេកម្មទាយេតោនេះសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនឯងនេះគ្មានសិទ្ធិទៀមទាអ្វីទៅតាមបំណងប្រាថ្នាទេមានតែបច្ចុប្បន្ននេះឯងដែលយើងរៀបចំឲ្យហើយសម្រាប់ខ្លួនយើងដើម្បីភាពរុងរឿងអនាគតភ្លឺស្វាងដូចជាព្រះអាទិត្យដែលរះនៅក្នុងបេះដូងរបស់យើងហើយនឹងបានឃើញផ្លូវគឺអរិយមគ្គនឹងឯងអញ្ចឹងសូមពុទ្ធបរិស័ទស្រីប្រុសទាំងអស់មានស្មារតីរីករាយស្រស់ស្រាយក្នុងការដែលយើងស្រឡាញ់ខ្លួនយើងនេះឯងគឺក្នុងការដែលយើងស្វែងរកទីពឹងដល់តែយើងបានទីពឹងខ្លួនឯងហើយក៏ឈ្មោះថាបានរក្សាដល់អ្នកដទៃផងដែរអ្នកដែលបំពេញទៅដោយកុសលធម៌ដែលជាទីពឹងនេះណាទៀតគឺប្រព្រឹត្តទៅដោយប្រយោជន៍ទាំងពីរគឺប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃទាំងសូមអនុមោទនា